ង្កេតការអាស៊ាន AOT បានចុះពិនិត្យស្ថានភាពជនស៊ីវិលកម្ពុជារងរបួសដោយសារកងយោធាថៃនៅព្រឹកថ្ងៃប្រហ័សទី13ខែវិច្ឆិកាឆ្នាំ2025វេលាម៉ោង 7:58 នាទីក្រុមការងារសម្របសម្រួលអ្នកសង្កេតការរបស់ក្រសួងការពារជាតិនៃប្រជាណាចក្រកម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការអាស៊ាន AOT អញ្ជើញមកដល់មន្ទីរពេទ្យកម្ពុជាជប៉ុនមង្គលបុរីគោលបំណងនៃការចូលរួមសង្កេតនេះគឺដើម្បីពិនិត្យស្ថានភាពសុខភាពនិងសម្រួលការថែទាំជូនប្រជាពលរដ្ឋស៊ីវិលកម្ពុជាដែលរងរបួសដោយសារតែការបាញ់ប្រហារពីយោធាថៃកាលពីថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025នៅភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យតាមរបាយការណ៍ពីកន្លែងកើតហេតុបានបង្ហាញថាការបាញ់ប្រហារនេះបានកើតឡើងចំនួន2លើកជាប់គ្នាលើកទី1បានកើតឡើងនៅវេលាម៉ោងប្រមាណ 15:50 នាទីបន្ទាប់មកលើកទី2បានកើតឡើងនៅវេលាម៉ោងប្រមាណ 17:54 នាទីល្ងាចការបាញ់ប្រហារទាំងពីរលើកនេះបានបង្កឲ្យប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋកម្ពុជាយ៉ាងគួរឲ្យសោកស្ដាយដោយមានប្រជាពលរដ្ឋស៊ីវិលកម្ពុជារងរបួសចំនួន3នាក់និងបាត់បង់ជីវិតចំនួន1នាក់ការចូលមកសង្កេតរបស់ក្រុមអ្នកសង្កេតការអាស៊ាន AOT នៅថ្ងៃនេះបង្ហាញពីការយកចិត្តទុកដាក់និងការចាប់អារម្មណ៍របស់អាស៊ានចំពោះស្ថានភាពតានតឹងតាមបណ្ដោយព្រំដែនកម្ពុជានិងថៃការសហការនេះក៏ជាសញ្ញាបង្ហាញពីការបដិញ្ញាចិត្តរបស់កម្ពុជាក្នុងការរក្សាសន្តិភាពនិងដោះស្រាយបញ្ហាតាមផ្លូវសន្តិភាពភាគីកម្ពុជាក៏បានបញ្ជាក់ថាការបាញ់ប្រហារទាំងនេះគឺជាហេតុការណ៍មិនអាចទទួលយកបានហើយជាទង្វើខុសច្បាប់មនុស្សធម៌អន្តរជាតិនិងច្បាប់អន្តរជាតិហើយផ្ទុយទៅនឹងស្មារតីមនុស្សធម៌ក៏ដូចជាឯកភាពគ្នាកន្លងមកក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីជាពិសេសការឯកភាពឲ្យយន្តការគណៈកម្មាធិការចម្រុះព្រំដែន JBC ចុះវាស់វែងនិងបោះបង្គោលបណ្ដោះអាសន្ននិងត្រូវរក្សាស្ថានភាពដើមដដែលរហូតដល់ការវាស់វែងត្រូវបានបញ្ចប់និងរងចាំការសម្រេចដោយ JBC ជាមួយគ្នានេះដែរកម្ពុជាសូមឲ្យភាគីថៃបញ្ចប់ជាបន្ទាន់នៅការប្រើប្រាស់កម្លាំងមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃច័ន្ទក៏ដូចជាការប្រើប្រាស់កម្លាំងនៅក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរយ៉ាងណាមិញកម្ពុជានៅតែរក្សាជំហរនៅក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមនៅទីក្រុងកូឡាឡាំពួរនៅថ្ងៃទី26ខែតុលាឆ្នាំ2025ដើម្បីឈានទៅដល់ការបញ្ចប់ជម្លោះនិងកសាងសន្តិភាពរវាងប្រទេសទាំងពីរ